បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះមកមើលលទ្ធផលនៃការចំដួងនៃការប្រកាសណានេះជាក់ស្ដែងវាកើតចេញជាមេកញ្ចែនេះហៅមេដួងវាចេញបានដូចជា5-6គូហើយនៅសល់សបុកច្រើនទៀតដែលវាមិនទាន់ចេញអស់ទេហើយមេកញ្ចែនេះពេលវាចេញចេះហើយយើងនឹងរៀបចំលាយចំណីដាក់កន្ធនថ្មីហើយយើងនឹងចាប់មេកញ្ចែនឹងដាក់ចូលកន្ធនថ្មីឲ្យវាប្រកាសទៅជាកូនដួងវិញហើយនេះកញ្ចែមួយទៀតនេះយើងដាក់ប្រកាសឲ្យទៅជាមេដួងដែរហើយមេដួងលើកមុននោះវាញ័រហើយចេញជាមេដួងហើយដល់ពេលនេះវាទៅកាច់ស្បុកឯងហើយទៅកាច់ស្បុកឯងស្បុកវានៅនេះវានៅក្នុងសកៃដងហ្នឹងវាមូខ្លួនចូលក្នុងសកៃដងមូដូចស្បុកមុនហ្នឹងហើយមូមួយណាមើលតាមទូរស័ព្ទវាមិនសូវឃើញតែបើសិនយើងមើលនៅផ្នែកទទេនឹងក្រៅវាមើលច្បាស់ជាងពេលខ្លះហ្នឹងវាប្រឡំចូលសវនេះប្រលេះចេះមកឃើញច្បាស់ហ្នឹងអញ្ចឹងទៅវារុំខ្លួនបានប៉ុណ្ណេះហើយយើងអាចប្រមូលវាដាក់ចូលកញ្ឆែងបានហើយប្រមូលប្រវាយវាចូលកញ្ឆែងទៅហើយយើងយកកន្ធនហ្នឹងរៀបចំលាយចំណីទៅហើយយើងយកមេកញ្ចែដែលវាញ័រហើយហ្នឹងយកវាមកប្រកាសធ្វើជាកូនដួងសាថ្មីវិញអញ្ចឹងវីដេអូមានប៉ុណ្ណឹងបងប្អូនបាទ